បាទជំរាបសួរលោកសួស្តីបងប្អូនអរគ្នាជាងសួស្តីមកកាន់វីដេអូរបស់ខ្ញុំចុងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាទាក់ទងនឹងការបំពេញបាទជាប់កងធនាគារព័ត៌មានធនាគាររបស់យើងហ្នឹងមិនថា ABA ឬ AC Data ដើម្បីដកប្រាក់ពី YouTube ដែលយើងរកបានហ្នឹងកាលណាដែលយើងរកលុយបានគ្រប់$200ឡើងបាទចាប់$200ឡើងយើងអាចធ្វើការភ្ជាប់បាទព័ត៌មានធនាគាររបស់យើងដើម្បីដកប្រាក់បានហើយហើយដើម្បីភ្ជាប់ហ្នឹងយើងត្រូវមានកងធនាគារជាគណនី$មួយមកបងប្អូនថាកងធនាគារជា AC ឬក៏ ABA ទេជាលេខកងធនាគារបងប្អូនបើ AC ទៅដល់វាមានច្រើនខ្ទង់តែបើចំពោះ ABA វាមានតិចខ្ទង់ទេហើយមិនមែនបងប្អូនខ្លះគាត់ច្រឡំយកលេខទូរស័ព្ទរបស់យើងនៅកើតនៅក្នុង AC លដាយកដាក់អានោះអត់បានទេបងប្អូនយើងដាក់លេខជាលេខកងធនាគារជាលេខកងធនាគារដែលមានចំនួនវែងណាចឹងថ្ងៃមុនខ្ញុំបាន add កងធនាគារជាធនាគារ AC លដាមួយបងប្អូនណាបាទខ្ញុំបានមួយហើយបាទវាវល់តិចចូលកអត់សិនបាទនេះបានពេញមុនណាបងប្អូនបាទបានពេញហើយនេះមានឈ្មោះមានលេខ account នេះទៅបាទឈ្មោះធនាគារអានេះបានពេញជាលក្ខណៈកងធនាគារ AC ដដាហើយបានខ្ញុំដាក់ AC ដដាដោយសារ AC ដដាមានកាត់ថ្លៃសេវា$10ទេតែ AVA យើងភ្ជាប់ទៅពេលតែ Google YouTube នឹងផ្ញើលុយមកវានឹងកាត់លុយ$មានឲ្យឆាកសេវាគិតសេវា$ថ្លៃផ្ទេរពីក្រៅស្រុកមកចូលយើងណាបើ AC អត់អីគាត់ free ឲ្យអត់គិតថ្លៃទេតែលុយយើងរកបានក្នុង AdSense ប្រហែលធ្លាក់មកគឺប៉ុណ្្នឹងតែម្ដងបាទឥឡូវនេះខ្ញុំត្រូវការ add មួយទៀតចឹងខ្ញុំ add AC ហើយខ្ញុំ add AVA ម្ដងគឺដូចគ្នាទេបងប្អូនយើង add 2អញ្ចឹងទៅដើម្បីស្គូបើសិនជាមានមួយមានបញ្ហាទៀតអាចវានឹងការក្រុមហ៊ុន Google គេឆែក account ផ្សេងមួយទៀតទៅដើម្បីធ្វើការ pay លុយឲ្យយើងទៅចឹងមកក្នុងការបំពេញព័ត៌មានក៏ដូចគ្នាទេគឺយើងត្រូវបំពេញអាកន្លែងនេះយើងមិនបាច់ដាក់ទេខាងលើនេះ optional ហ្នឹងថាយើងមិនបាច់ដាក់ទេមិនដាក់ក៏បានដែរកន្លែងនេះគឺ name on bank account អញ្ចឹងយើងត្រូវមើលថានៅក្នុង account ឈ្មោះគណនីរបស់យើងឈ្មោះរបស់យើងដែលយើងបើកគណនីឈ្មោះយើងឈ្មោះអីពេលបើកកងធនាគារបើសិនយើងមានសភៅធនាគារគឺយើងដឹងហើយតែយើងឈ្មោះអីបើសិនអត់មានទេយើងអាចចូលឆែក account របស់យើងតាមទូរស័ព្ទដៃទៅគណនីធនាគាររបស់យើងថាគណនីរបស់យើងហ្នឹងឈ្មោះអីដែរអញ្ចឹងបាទអញ្ចឹងយើងអាចមើល like bank info មកយើងខេបាទបងប្អូនអាចឆែកតាមទូរស័ព្ទមើលទៅបាទអញ្ចឹងឧទាហរណ៍នេះ account របស់ខ្ញុំឈ្មោះរបស់ខ្ញុំបើក account ហ្នឹងហេតុអីខ្ញុំបញ្ជាក់ឡើងហ្នឹងជួនកាលអ្នកខ្លះគាត់ដាក់តកូលមុនឈ្មោះមុនហ្នឹងតែតកូលពីក្រោយអ្នកខ្លះដាក់ឈ្មោះតាមតែបានត្រូវតែម្ដងអញ្ចឹងបងប្អូនដាក់មិន account យើងដាក់ឈ្មោះ bank account យើងដាក់មិនពេលទៅបើកកងហ្នឹងគឺដាក់តាមហ្នឹងមកព្រោះជួនកាលអ្នកខ្លះអាចឈ្មោះនៅមុខតកូលនៅក្រោយអ្នកខ្លះតកូលនៅក្រោយឈ្មោះនៅមុខអញ្ចឹងទៅទោះ3 name របស់ខ្ញុំមុនខ្ញុំដាក់ AC Lida ហើយយើងវាយ AC Lida មក AC Lida 3 name បាទយើងឈ្មោះធនាគារ AC Lida គឺនេះ PLC នេះហ្នឹងឈ្មោះពេញណាយើងដាក់តែត្រឹម AC Lida ហ្នឹងក៏បានដែរតែដោយសារហ្នឹងខ្ញុំដាក់ AVA អញ្ចឹងខ្ញុំវាយ AVA មកបាទអញ្ចឹង AVA ឈ្មោះវា AVA 3មកណាឈ្មោះពេញវានេះតែ AVA 3ហ្នឹងក៏បានមិនដាក់ឈ្មោះពេញនេះក៏បានបាទដាក់មក AVA 3តោះមកយើងយក Swift code បាទ Swift code យើងវាយមក AVA 3 Swift code បើយើងដាក់ AC យើងវាយ AC ដាក់3 Swift code មកអាលេខកូដដើម្បីផ្ទេរប្រាក់ពីក្រៅប្រទេសមកចូលក្នុងប្រទេសយើងចូលក្នុងតាមប្រព័ន្ធធនាគារគឺមានកលៀន Swift code ណាបងប្អូនបាទនេះយើងចូលមក Swift transfer ចឹងយើងត្រូវការគិតកម្រៃនេះគិតកម្រៃវេប្រាក់ពីក្រៅមកចូល
ទេយើងគិតមិនដុល្លារលុយហ្នឹងសេវាមិនចឹងបាទគឺយើងមើល Swift code មកទៀតហ្នឹង ABA Swift ABA 3 Swift code ណាបាទនេះបងប្អូនបាទចឹងយើងវាយចឹងមកយើងវាយថា ABA 3 Swift code បាទនេះគឺ ABA 3 ABA AK HPP យើង copy មកដាក់តែម្ដងមកណាហ្នឹងបោះជា Swift code របស់ ABA គឺលេខកូដដើម្បីគេវាប្រាក់មកតាមពន្ធនាគារនឹងគេមានសម្គាល់ហើយលេខគណនីគេជាកង់ដុល្លារយើងណាមកធនាគារ ABA ហ្នឹងបាទអូនដាក់មកអូនមានកង់ធនាគារដុល្លារណាអូនដាក់មកណាបាទកង់នៅបងប្អូនអញ្ចឹងមកខ្ញុំវាយមកបាទដាក់ចឹងបងប្អូនវាយឡើងវិញយើងវាយភ្ជាប់ឡើងវិញមកដើម្បីខ្លាចយើងមានការភ័ន្តច្រឡំអីចឹងបាទអញ្ចឹងនេះខ្ញុំបានដាក់ហើយអញ្ចឹងអាលើក្រោមក៏វាយឡើងវិញដូចគ្នាទេអាហ្នឹងគេចង់ភ្ជាប់ថាយើងវាយព័ត៌មានត្រឹមត្រូវអត់ហើយកន្លែងនេះបើសិនតែយើងចង់ឲ្យវា payment ហ្នឹងមានថាយើងកង់ធនាគារ ABA ជា primary ជាចម្បងណាគេវាយលុយមកវាចូល ABA ចឹងយើងរើសសិតគ្រីសកន្លែងនេះមកតែបើសិនតែយើងបំពេញព័ត៌មានធនាគារ AC យើងដាក់ AC ជា primary យើងរើសអាហ្នឹងបោះ AC មកតែឥឡូវខ្ញុំដាក់ AC ជា primary ហើយនេះក៏ខ្ញុំពេញជាលក្ខណៈលក្ខខណ្ឌទី2ទេបើករណី AC បញ្ចូលឲ្យវាចូល ABA ហ្នឹងអញ្ចឹងណាករណី AC មានបញ្ហាអីចឹងចាំខ្ញុំដាក់ទៅអញ្ចឹងខ្ញុំអត់សិតអានេះទេតែបងប្អូនអត់ payment ដំបូងបងប្អូនចង់ឲ្យលុយវេចូលធនាគារអីបងប្អូនរើសអាហ្នឹងអញ្ចឹងមកពេលពេញ AC រើសគ្រីសរបស់ AC ទៅមកចង់ដាក់ ABA រើសគ្រីសកន្លែងហ្នឹងទៅពេលពេញ ABA ហ្នឹងអញ្ចឹងនឹងប៉ុណ្្នឹងអញ្ចឹងនេះយើងបាច់គ្រីសទេនេះពិតមើលព័ត៌មានឈ្មោះអីត្រូវហើយណាបាទយើងចុច save ទៅបាទអញ្ចឹងជាមាន2ណាបងប្អូនអានេះជា primary មានថាធនាគារ AC អានេះ ABA អត់ primary ទេចុះបងប្អូនចង់ដូរអាហ្នឹងមកដាក់ជាឲ្យវាចូល ABA រើសអាហ្នឹងចឹងមកអញ្ចឹងលោតអានេះមកអានេះមកក្រោយវិញណាបាទដូចមានលេខទូរស័ព្ទ2អញ្ចឹងតែមួយចូលតែមួយទៀតអញ្ចឹងអានេះជាលេខចម្បងខ្ញុំយកអានេះជាចម្បងដោយសារវាអត់កាត់ថ្លៃសេវាវាខុសគ្នាត្រង់ហ្នឹងទេវាអត់កាត់ថ្លៃសេវាពេលផ្ញើមក$10ណានេះកាត់ចុះបងប្អូនចង់កាត់ហើយចង់ឲ្យលុយចូល ABA យក ABA ទៅអត់ចង់កាត់ទេឲ្យចូល AC ទៅអត់កាត់សេវាទេបាទអញ្ចឹងមានប៉ុណ្ណឹងទៅការ add payment បាទព័ត៌មានធនាគារដើម្បីដកលុយបងប្អូនបាទហើយយើងរងចាំថ្ងៃ20 21 22ឬការធ្វើការកាត់ពន្ធហ្នឹងតម្លាក់លុយមកឲ្យយើងចូលកងធនាគាររបស់យើងបងប្អូនសូមអរគុណមានចម្ងល់បងប្អូនអាច comment ខាងក្រោមបន្ថែមទៀតដើម្បីខ្ញុំជួយឆ្លើយបងប្អូនចម្ងល់ផ្សេងៗបាទសូមអរគុណជួបគ្នាវីដេអូក្រោយៗទៀតបាទ